ស្រុកហ្នឹងសម្រាប់ណាណាទៅលេងស្រុកកំណើតក្នុងមួយខែ100 ដងក៏អត់ចេះហត់អត់ចេះធុញដែរព្រោះអីមានតែពេលចំណេញជាមួយនឹងក្រុមគ្រួសារនិងបងប្អូនរបស់ខ្ញុំនៅទីនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយសូត្រធំបះបត់ក៏ត្រឹមញ័រដៃញ័រជើងអស់ហើយអញ្ចឹងថ្ងៃនេះខ្ញុំហើយនឹងម៉ាក់ក៏សម្រេចចិត្តរៀបចំដេកផ្ទះមើលទៅបែបចូលឆ្នាំខ្មែរអីអញ្ចឹងណាខ្ញុំក៏មកជួយពូខ្ញុំចងជាមួយនឹងធាងដងចេញជារូបបេះដូងដែលយើងធ្វើរួចហើយគឺយើងចងជាមួយនឹងសួស្ដីឆ្នាំថ្មីជាប់ជាមួយនឹងធាងដងនេះទៅគឺស្រស់ស្អាតខ្លាំងមែនតែម្ដងសួស្ដីឆ្នាំថ្មីបន្ទាប់មកគឺយើងចងជាមួយនឹងទង់ចម្រុះពណ៌ប៉ុន្តែញាប់ដៃញាប់ជើងម្នាក់គឺអត់នៅស្ងៀមទេដោយសារតែយើងដេកឲ្យស្អាតដើម្បីឲ្យទាន់ចូលឆ្នាំខ្មែររបស់យើងសូម្បីតែបងប្អូនខ្ញុំមកក៏គាត់សប្បាយចិត្តជាមួយនឹងការតុបតែងដេកផ្ទះនេះដែរយើងបន្ថែមជាមួយនឹងបំពង់ទឹកត្នោតទៀតមកកាន់តែមានសេរីសួស្ដីឆ្នាំថ្មីហ្មងហើយអ្នកផ្ទះខ្ញុំមកគឺញាប់ដៃញាប់ជើងសឹងតែទាំងអស់គ្នាហ្នឹងហើយឥឡូវនេះគឺអ៊ំខាងលិចគឺគាត់បានឲ្យជាមួយនឹងក្រុមគ្រួសារខ្ញុំឡើងមកកញ្ជើពេញអ៊ំខ្ញុំម្យាយខ្ញុំម្យាយទួតគឺមកជុំគ្នាអស់ហើយបងប្អូនខ្ញុំវិញពេលដែលរៀបចំហើយគឺគេសប្បាយលេងណាតបមកគឺយើងចាប់ផ្ដើមលេងលាក់កសែងមកអងថ្ងៃអូរ៉ូលាក់កសែងមកអងថ្ងៃអូរ៉ូសឹងតែរាល់ឆ្នាំហើយក្រុមគ្រួសាររបស់ខ្ញុំមកអត់តែចូលឆ្នាំម្ដងណាតែងតែលេងអញ្ចឹងឯងលេងម្ដងណានិយាយពីថាសើចឡើងផ្អើលភូមិបាយសបាយជុំគ្នាតែអ្វីដែលសំខាន់ណាគឺខ្ញុំទិញរបស់របរមកច្រើនខ្លាំងមែនតែនជាពិសេសគឺមីកូរីណូមកផ្ញើអ្នកផ្ទះខ្ញុំទៀតដើម្បីបានញ៉ាំជុំគ្នាអញ្ចឹងសបាយបន្ទាប់ពីរៀបចំដេកផ្ទះលេងឲ្យរួចរាល់កម្លាំងចង់ឲ្យឃ្លានថ្ងៃនេះគឺមានជាមួយនឹងមីកូរីណូខាត់ណាស្ពៃក្តៅពណ៌ស្វាយជាមួយនឹងផ្សិតអញ្ជល់បង្គា hot dog និងសាច់គោណានចំអិនមីកូរីណូ super spicy hot pot រសជាតិមីហឹរ7កម្រិតញ៉ាំជុំគ្រួសារតែម្ដងតែណានចង់ណែនាំខ្លីពីមី spicy hot pot និង super spicy hot pot សិនកូរីណូ spicy hot pot សម្រាប់អ្នកចូលចិត្តហឹរល្មមរីឯកូរីណូ super spicy hot pot គឺត្រឹមម៉ាច់ហ្មងសម្រាប់អ្នកចូលចិត្តហឹរខ្លាំងជាមួយនឹងម្សៅម្ទេសជាប់មកក្នុងកញ្ចប់មីស្រាប់យើងអាចកំណត់កម្រិតហឹរបានដោយខ្លួនឯងដូចក្នុងហាងអញ្ចឹងដាក់ឆ្នាំងដាំទឹក450 ml ទឹកពុះដាក់មីចូលដាក់បន្លែក្រៀមម្សៅគ្រឿងទេសចូលបន្ថែម topping មានផ្កាខាត់ណាបៃតងស្ពៃក្តៅពណ៌ស្វាយផ្សិតម្ជុល hot dog បង្គាសាច់គោរួចហើយគ្របទុករយៈពេល4នាទីចំពោះមីកូរីណូ super spicy hot pot បន្ទាប់ពីចម្អិនរួចបន្ថែមម្សៅម្ទេសតាមកម្រិតដែលចូលចិត្តកម្រិត3កម្រិត5ឬកម្រិត7តែដោយសារតែខ្ញុំចូលចិត្តហូឡអញ្ចឹងទៅគឺខ្ញុំដាក់ច្បល់ចូលគ្នាទាំងអស់ហ្មងទៅឥឡូវនេះគូឈ្ងុយខ្លាំងមែនតែម្ដងតំណងមែនតែ4ទៅ5នាទីនឹងទទួលបានមីហឹរដែលមានរសជាតិដូចទៅនឹងមីហឹរក្នុងហាងអញ្ចឹងនេះរដូវចូលឆ្នាំទោះបីជាហត់និងរវល់យ៉ាងណាក៏ដោយបានមានមីហឹរញ៉ាំមួយម៉ាត់មួយកជុំពួកគាត់គឺអស់ទុកកង្វល់ហ្មងចង់មិនខ្ញុំអត់ចង់ទៅណាទេចង់តែមកផ្ទះហ្នឹងណាកុំភ្លេចមកលេងពុកម៉ែបងប្អូននៅស្រុកកំណើតហូបអីជុំគ្នាពួកគាត់កំពុងរងចាំយើងទាំងអស់គ្នានេះកូរីណូ spicy hot pot និងកូរីណូ super spicy hot pot ជាលំដាប់ហាងមីហឹរ7កម្រិតដែលអាចចម្អិននៅផ្ទះដោយខ្លួនឯងកុំភ្លេចស្រុកយើងចូលឆ្នាំញ៉ាំនៅស្រុក